ជំរាបសួរលោកគ្រូនិងជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះលៀងមានមកពីថ្នាក់ SX6 ថ្ងៃនេះខ្ញុំមានកូដមួយមកបង្ហាញនិងបញ្យល់ពីដំណើរការរបស់វាដោយចំណុចដំបូងយើងមាន variable មួយឈ្មោះថា data ស្មើ100ហើយ object ហ្នឹងគឺជាប្រភេទទិន្នន័យដែលជាប្រភេទទិន្នន័យដែលអាចផ្ទុកតម្លៃគ្រប់ប្រភេទបានដូចជា int string boolean bool ជាដើមហើយចំណុចបន្ទាប់ int សញ្ញាសួរ score ស្មើ null ជាធម្មតា int យើងអាចផ្ទុកបានតែតម្លៃលេខទេឥឡូវយើងដាក់ int សញ្ញាសួរ score ស្មើ null មានន័យថាវាអាចផ្ទុកបានទាំងពីរទាំងតម្លៃលេខនិង null ហើយចំណែកឯ boolean សញ្ញាសួរ is login is ស្មើ true ហ្នឹងមានន័យថា user បាន login រួចហើយទៅមកយើងប្រកាស string result ស្មើ login ស្មើ true មានចង់សួរថាតើបើសិនជាuser បាន login រួចហើយវាពិតវានឹងធ្វើការបន្ទាប់បើវាមិនពិតទេវានឹង login request តែបើវាពិតវានឹងចូលធ្វើការបន្ទាប់តែ integer ហ្នឹងមានន័យថាតើចង់សួរថាតើ data នឹងស្មើ integer ហើយយើងមើលថា data ស្មើតម្លៃបានស្មើតម្លៃ100មានន័យថាវាជាតម្លៃលេខអញ្ចឹងវាស្មើនឹង integer ពេលវាស្មើវានឹងធ្វើការបន្ទាប់ហើយកន្លែងscore នេះយើងមើលថា score នឹងមានតម្លៃ score ស្មើនឹងណាហើយឥឡូវគេនិយាយថាបើខាងឆ្វេងជាnull បើខាងឆ្វេងហ្នឹងជា null ត្រូវប្រើខាងស្ដាំជំនួសតម្លៃខាងស្ដាំជំនួសអញ្ចឹងឥឡូវកន្លែងនេះយើងស្មើ60ស្មើ60ឥឡូវយើងយកមកប្រៀបធៀបបន្ទាប់មក60ធំជាងឬក៏ស្មើ50វ៉ាត់បើវាពិតយើងយកផាននេះបើពិតទេវានឹងចូលទៅ fail តមកចំណុចបន្ទាប់វានឹងទៅធ្វើការបន្ទាប់ result ស្មើ result មានន័យថាកន្លែងហ្នឹងបើសិនឥឡូវមានន័យថាresult បើជា null វានឹងធ្វើការទេបើវាពិតហើយវានឹងធ្វើការបន្ទាប់ហើយនេះគឺធ្វើការរាប់លេខចំនួនអក្សរហើយចំនួនអក្សរផាសវាមាន4 1 2 3 4នេះ result output វាស្មើ4កូដនោះមានប៉ុណ្ណឹង